Xa đã tươngសម្រាប់គ្នាយើងដែលទៅលេងសៀមរាបចូលទៅញ៉ាំហាងបាយមួយកន្លែងនេះមានឈ្មោះថាអង្គុយខ្មែរម្ចាស់ដើមចែមុំភូមិព្រះដាក់ហ្នឹងបងប្អូនអញ្ចឹងបងប្អូនចូលទៅត្រូវតែប្រុងប្រយ័ត្នឲ្យបានទាំងអស់ជាពិសេសពេលដែលញ៉ាំហើយត្រឡប់មកផ្ទះវិញអញ្ចឹងបងប្អូនត្រូវតែរៀនកាត់ចិត្តឲ្យដាច់ពីម្ហូបរបស់គាត់ព្រោះដោយសារតែវាឆ្ងាញ់ពេកបងប្អូនអើយបើសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តមែនទែននៅជ្រូកអាំងរបស់គាត់បើសិនមានឱកាសខ្ញុំទៅញ៉ាំទៀតហើយបងប្អូនបើសម្រាប់ខ្ញុំគឺខ្ញុំអតិថិជនរបស់គាត់ចូលវាចិត្ត3ឆ្នាំដែរហើយឲ្យតែទៅសៀមរាបលើកណាគឺខ្ញុំមកដែរម្លងទេហាងបាយគឺខ្ញុំចូលញ៉ាំតែកន្លែងគាត់ហ្នឹងឯងសួស្តីប្រិយមិត្តរបស់កំលី Traveler ទាំងអស់គ្នាចឹងយ៉ាងនេះយើងមាន trip វល់ល្ងាចមួយគឺខ្ញុំទៅខេត្តសៀមរាបទៅញ៉ាំជ្រូកអាំងនៅឯភូមិព្រះដាក់ហាងអង្គុយខ្មែរម្ចាស់ដើមចាមុំភូមិព្រះដាក់ណាបងប្អូនគឺខ្ញុំទៅហ្នឹងគឺទៅគោលបំណងធំបំផុតគឺញ៉ាំជ្រូកអាំងហើយត្រឡប់មកផ្ទះវិញដោយសារតែឃ្លានពេកយើងមិនអាចខាត់ចិត្តខ្លួនឯងបានក៏ខ្ញុំទៅហ្មងទៅមកដល់ភូមិព្រះដាក់និយាយទៅគឺមកញ៉ាំបាយថ្ងៃគឺទីតាំងដដែលតាំងពីខ្ញុំចេះដើរម៉ូតូមកឲ្យមកសៀមរាបបាយថ្ងៃគឺនៅហ្នឹងឯងបងប្អូននេះឈ្មោះគាត់អង្គុយខ្មែរម្ចាស់ដើមចែមុំភូមិព្រះដាក់ពិតៗណាបងប្អូនខ្ញុំស្គាល់គាត់យូរហើយចូល3ឆ្នាំលើតែចូលញ៉ាំដូចជាបាន3ដង4ដងអញ្ចឹងកន្លែងណាញ៉ាំឆ្ងាញ់ខ្ញុំចេះណែនាំបងប្អូនគ្នាទៅព្រោះអ្នកដែលតាមដានខ្ញុំដឹងហើយថារបស់អីដែលល្អខ្ញុំចូលចិត្តណែនាំទៅហើយនៅនេះមកហូបឆ្ងាញ់ពេលអញ្ចឹងបើសិនបងប្អូនមកញ៉ាំបាយនៅកន្លែងគាត់អាចមកយក sticker របស់ខ្ញុំបានតិចទៀតខ្ញុំទុកនៅកន្លែងគាត់បានតិចតួចសម្រាប់គ្នាយើងដែលនៅសៀមរាបណាហើយចូលមកយកកុំភ្លេចជួយទិញបាយញ៉ាំបាយគាត់ផងហើយកន្លែងថ្លៃទេនៅនេះហ៎អាចដល់បបកចោលអញ្ចឹងយើងមុនញ៉ាំបាយកន្លែងគាត់គឺមានកន្លែងលាងដៃអត់ពិបាកទៅបន្ទប់ទឹកទេបងប្អូននៅចិត្តក្នុងដំណងអញ្ចឹងយើងញ៉ាំហើយលាងដៃហើយឡើងឡានដល់ឬក៏យើងចង់ទៅលើឡានលាងដៃហើយញ៉ាំបាយយកដល់គាត់មានសាប៊ូមានអីបំផៃបងប្អូនមកទឹកចឹងយើងមុនញ៉ាំបាយយើងលាងដៃមកហើយមានសាប៊ូនេះចាយើងលាងដៃឲ្យស្អាតមុនញ៉ាំបាយព្រោះយើងអាចភ្លេចអេតតែអេតមិនអាចភ្លេចយើងបានទេអូយខ្នងបងប្អូនអើយអត់មានពាក់ព័ន្ធទេនោះក្លៀនកន្លែងក្លៀនគ្រប់កន្លែងគាត់យូរហើយនេះលើកមុនមាននេះលើកមុនគាត់ហ្វ្រីឲ្យចឹងលើកនេះយើងត្រូវតែគិតលុយឲ្យគាត់នេះចាំមើលណាគេខ្លះដែលឃើញវីដេអូនេះពេលយប់អូយអានេះស្បាយអ្នកដែលចូលចិត្តជុកស្បាយជុកអាំងលឺសលេងលេទឹកមាត់យកដល់ដូចខ្ញុំឯងគុំយូរឥឡូវបានមកញ៉ាំរំភើបតែម្ដងគ្នាយើងដែលនៅសៀមរាបឬក៏អ្នកដែលមកពីចម្ងាយចង់មកលេងសៀមរាបហើយកុំភ្លេចមកញ៉ាំបាយនៅខាងអង្គុយខ្មែរឈ្មោះចែមុំភូមិព្រះដាក់ណាបងប្អូនហើយចាំខ្ញុំដាក់ location នៅក្នុង comment ឲ្យហើយសម្រាប់គ្នាយើងដែលចង់មក sticker របស់ខ្ញុំនៅខាងសៀមរាបfan របស់ខ្ញុំដែលនៅសៀមរាបចង់មកយកអីអាចមកយកនៅកន្លែងគាត់បានចូលមកញ៉ាំបាយទៅគឺគាត់មាន sticker ជូនហើយពេលមួយជូននឹងម្ចាស់ហាងបដ ாய் អរគុណច្រើនទីដែលបានចូលកន្លែងឲ្យបាទអរគុណជួបគ្នាលើកក្រោយអញ្ចឹងចាំជួបជាមួយខ្ញុំនៅវីដេអូបន្ទាប់ខ្ញុំទៅខេត្តសៀមរាបហ្នឹងក៏ខ្ញុំបានទៅថតប្រាសាទបានខ្លះដែរបងប្អូនហើយក៏ខ្ញុំបានទៅញ៉ាំកាហ្វេញ៉ាំអីជួបបងរ៉ាឌីដែល review រីគុណគេនឹងឯងអញ្ចឹងអ្នកនរនេះបើសិនចង់ឲ្យខ្ញុំទៅលេងកន្លែងផ្សេងអាចចូលមក comment បានហើយកុំភ្លេចជួយ subscribe YouTube ខ្ញុំម្នាក់មួយហើយក៏កុំភ្លេច follow page ខ្ញុំផងដែរដើម្បីមានកម្លាំងចិត្តទៅធ្វើវីដេអូឲ្យបងប្អូនមើលបន្តទៀតបាយបាយ